ក្មេងគ្រួសារមួយកំពុងតែរើផ្ទះនៅគណៈពេលដែលកំពុងតែរៀបចំរបស់តុក្កតាឆ្មាក៏បានជ្រុះដោយគ្មានអ្នកណាសង្កេតឃើញការឈឺចាប់ដោយសារតែគេបំភ្លេចតុក្កតាឆ្មាក៏សម្រេចចិត្តតាមរកគ្រួសាររបស់គេនៅតាមផ្លូវប្រជុំមុខជាមួយនឹងឧបសគ្គជាច្រើនទឹកសាច់ដាក់ដើរកាត់ថ្ងៃនិងបានជ្រក់ភ្លៀងតែទោះបីជាគេពិបាកប៉ុណ្ណាក៏ដោយតុក្កតាឆ្មានៅតែមិនចុះចាញ់ហើយនៅដើររកគ្រួសារបន្តទៀតទោះបីជាត្រូវបានអន្ត្រីវាយប្រហារហើយរត់ចូលទៅពន្ធនៅក្រោមទូចុងក្រោយក៏មានលោកយាយម្នាក់បានយកគេទៅផ្ទះរបស់គាត់នៅទីនោះគេត្រូវបានឃុំឃាំងជាមួយនឹងរបស់លេងផ្សេងទៀតក្រោយពីត្រូវបានឃុំឃាំងអស់ច្រើនឆ្នាំគេក៏លួចគេខ្លួនចេញមកបានដោយការយកខ្សែមកទាញមកអួចហើយគេក៏ចុះតាមខ្សែមកដល់ផ្លូវបានឃើញក្មេងស្រីម្នាក់កំពុងតែអោបតុក្កតាក៏បានធ្វើឲ្យគេនឹកដល់ម្ចាស់ដើមអញ្ចឹងហើយវាក៏បានសាងឆាត់យោងពីកេះនិងស្បោងចេញមកគឺដើម្បីឆ្លងមហាសមុទ្រក្រោយពីបានធ្វើដំណើរអស់រយៈពេលជាង30ឆ្នាំនៅទីបំផុតគេក៏បានមកដល់គោលដៅមាននារីម្នាក់ឃើញគេហើយក៏នាំគេទៅផ្ទះទោះបីជាមុនដំបូងគេមានអារម្មណ៍ថាខ្លាចតែនៅពេលដែលគេបានមើលរូបថតទើបចាំបានថានោះគឺជាម្ចាស់ដើមរបស់គេនោះឯងកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗផងដែរ